ញោមព្រះស្វាជាមួយខ្យងស្រែអូយយនិយាយថាមិនងាយបានហូបទេចាំមុំហូបបែបនេះលុះត្រាតែបងប្អូនដែលគាត់នៅស្រែចម្ការប្រចាំតែបើសម្រាប់បងប្អូនដែលគាត់ចាធ្វើការនៅក្រៅស្រុកឬក៏ចានៅទីក្រុងមិនងាយបានហូបទេអញ្ចឹងផ្ញើជូនបងប្អូនអ្នកនៅទីក្រុងទាំងអស់គ្នាចាសម្រាប់ទស្សនាកំសាន្តអារម្មណ៍ទាំងអស់គ្នាណាចាថ្ងៃនេះគឺថាអ្នកម្ដាយនាងខ្ញុំក៏ចង់ចាញោមព្រះស្វាជាមួយចាផ្កាស្នោចាខ្យងស្រែចាអញ្ចឹងទៅគឺថាចាគ្រឿងផ្សំហ្នឹងគឺថាអូយដើរបេះបោចខ្លះផងទៅចាទិញគេខ្លះចឹងទៅចានេះគឺថាផ្កាស្នោដុះគឺគៀនមាត់បឹងចាហើយសម្រាប់កន្លែងចុះបេះហ្នឹងមិនជាងាយស្រួលទេបងប្អូនអើយចំណោតខ្លាំងមែនតើល្អិលខ្លាំងមែនតើនៅតែចិត្តស្ពានអញ្ចឹងណាបងប្អូនតែម្ដាយថាកូននៅចង់ហូបផ្កាស្នោបឹងណាវាអត់ល្វីងចាឆ្ងាញ់អញ្ចឹងទៅចាហើយខ្ញុំថាម្ដាយថតឲ្យកូនមកទៅកូនអ្នកបេះក៏ថាម្ដាយមិនចេះថតទេកូនអញ្ចឹងហើយគឺថាគាត់ចេញតួឯកចាចឹងទៅគឺថានាំគាត់ទៅបេះផ្កាស្នោបេះបានច្រើនណាបងប្អូនតែគាត់តែពេលព្រឹកអញ្ចឹងវាអត់តន់ចាយអញ្ចឹងណាមើលទៅឃើញទីតែបើសិនពេលល្ងាចចាយវិញគឺថាច្រើនណាស់បងប្អូននិយាយថាកន្លែងនេះគឺអត់សូវជាសបោអីបានទេតែមានកន្លែងម្ដុំអញ្ចឹងតែបើថាមានវិញគឺថាផ្កាធំល្អអញ្ចឹងទៅចាហើយកុំឲ្យចុះក្រោមបងប្អូនចាឆ្លើងដូចម្រាមដៃអញ្ចឹងអូយបងប្អូនហើយអញញើតណាចាអញ្ចឹងបានឈរនៅលើក្បាលស្ពាននឹងឯងបានបេះផ្កាស្នោបើថាឲ្យចុះទឹកអត់ទេចាសួរដាក់ទេបងប្អូនសួរដាក់ផ្កាស្នោអត់ទេព្រោះថាឆ្លើងចាឆ្លើងច្រើនស្រុកខ្ញុំគឺតំបន់ស្រែជម្រៅហើយអ្នកភូមិខ្ញុំគាត់ទៅចិញ្ចឹមកបីហ្នឹងទៅសបោឆ្លើងអញ្ចឹងទៅគឺថាបងប្អូនអើយគាត់តាំងកើកទឹកគឺថាមកអញ្ចឹងតែម្ដងនេះគឺបេះបានមួយថងហើយបងប្អូននេះចាមកដល់ចាក់ដាក់កញ្ច្រែងចំកញ្ច្រែងណែហ្នឹងណាហើយញោមថ្ងៃនេះគឺថាអូយតាមទិញទួយយីវាថានំពេញក្បាក់អញ្ចឹងទៅតែបានប្អូនគាត់មកទៅជួយហូបទៅបានអស់អញ្ចឹងទៅតែបើថាតែ3នាក់4នាក់លពុកម្ដាយកូនហ្នឹងហូបមិនអស់ទេបងប្អូននេះគឺថាខ្ញុំដើរតែបេះតែយើងជែកចាញោមក៏មានតែយើងជែកមានផ្កាស្នោចាមានព្រះស្វាចឹងទៅចាបងប្អូនចាបន្លែយើងគឺថាបន្លែធម្មជាតិញោមបែបសុខស្នាចំការអញ្ចឹងណាហើយមិនដឹងថាបងប្អូនក៏ធ្លាប់ហូបអត់ទេចារបៀបញោមបែបហ្នឹងបងប្អូនខ្លះក៏ទៅតែងថាក៏មិនដែលហូបទេរបៀបញោមបែបហ្នឹងគឺចម្លែកចាមិនចម្លែកទេបងប្អូនអាស្រ័យទៅលើបងប្អូនក៏ចូលចិត្តចំណួយចំណងទេដល់ពេលយើងចេះហូបទៅគឺថាឆ្ងាញ់ដូចគ្នាធម្មតាគេញោមបែបហ្នឹងគេដាក់កពឹសផងដែរបងប្អូនតែថ្ងៃនេះគឺអត់មានកពឹសទេចាអញ្ចឹងទៅគឺមានតែខ្យងស្រែនិងសាច់ជ្រូក3ជាន់ទៅចាលាយគ្នាទីទៅគឺថាមានអីបងប្អូនចាឆ្ងាញ់ខ្លាំងមែនហើយជួនប្អូនគាត់មកចាគាត់មកលេងផ្ទះទៀត2 3នាក់ទៀតហូបជុំគ្នាអូយនិយាយថាបានហូបមនុស្សគ្នាច្រើនអញ្ចឹងឆ្ងាញ់ខ្លាំងមែនទែនចាឥឡូវម្ដាយខ្ញុំគាត់ថាទុកកូនឯងធ្វើទៅម៉ែអ្នកបេះផ្កាស្នោឲ្យចាឥឡូវខ្ញុំមកឆោខ្យងនេះខ្យងស្រែយើងហ៎បងប្អូនចាខ្យងស្រែពិតតែម្ដងចាសុទ្ធអញ្ចឹងណាចាឥឡូវខ្ញុំមកហាន់ព្រះស្វាសិនតែសម្រាប់ព្រះស្វានេះគឺថាប្រភេទព្រះស្វាភ្នំបងប្អូនចាគឺតាមស្រែយើងគឺអត់សូវជាមានដុះទេបើដុះក៏គេបាញ់ថ្នាំបាញ់អីទៅក៏យកហ៊ានហូបដែរតែព្រះស្វាភ្នំអត់សូវធំក្លិនព្រះស្វាទេហើយខ្ញុំចេះសួរអ៊ំនៅកុំលេងតែខ្ញុំថាអ៊ំនឹងព្រះស្វាហ្នឹងព្រះស្វាអត់ធំអីចង់អត់ធំដូចព្រះស្វាក៏ថានឹងព្រះស្វាភ្នំចាដុះនឹងភ្នំគឺអត់មានធំក្លិនព្រះស្វាទេចារដូវវស្សានេះគឺថាមិនសូវជាសបោទេព្រះស្វាចាបងប្អូននៅត្រាតែអ្នកបងប្អូនក៏ឡើងទៅភ្នំអញ្ចឹងតែឥឡូវយើងរៀបចំគ្រឿងក្រៅយើងចាញោមរួចអស់សាច់រួចហើយបងប្អូនយើងសម្រាប់មហានសាច់ជ្រូកទីទៅដើម្បីផ្សំគ្រឿងដើម្បីធ្វើញោមចានិយាយថាអូយតិចតួចទេតែដាក់មកក្បាក់សដាក់មិនអស់ទេបងប្អូនណាយចាហើយបើថាហូប2 3នាក់លពុកម្ដាយកូនក៏ហូបមិនអស់ដែរចេះបានបងប្អូនក៏មកជួយហូបដែរចានេះមុងតិចទៅគឺថាអត់មានចំណាយប្រាក់អីច្រើនទេយើងនៅតាមទស្សនាចំការបងប្អូនគឺថារបស់គ្រប់យ៉ាងបេះខ្លួនឯងខ្លះគេទិញគេបន្តិចអីអញ្ចឹងណាចាសម្រាប់ជីសម្រាប់អីហ្នឹងគឺយើងមានចាយើងទិញតែខ្យងនិងព្រះស្វាទេបងប្អូនតែជ្រូកបន្តិចទេចាក្រៅពីហ្នឹងគឺយើងបេះបោចតាមផ្ទះរបស់យើងនេះបងប្អូនរបោចដែលយើងចាំមិនរបោចគឺបន្លែដែលយើងត្រូវផ្សំចាលើដាក់គ្រឿងដាក់ក្រូវទៅកូរវឹកទៅចាក់សាច់ជ្រូកចាក់អីចឹងទៅបងប្អូនដើម្បីយើងលាយផ្សំគ្រឿងចាធ្វើបែបសាមញ្ញតាមទុកស្រែចំការយើងទេចាបងប្អូនចាអធិស្ឋានផងផ្ទះរបស់នាងខ្ញុំគឺថារបស់របរច្រើនមើលទៅចានឆ្នាំងដូចថាមិនស្គាល់សមក៏បីទេអធិស្ឋានផងបងប្អូនចាដាក់ខ្ចៅដាក់ខ្យងទៅយើងដាក់ចាព្រះស្វាតិចទៅយើងចេកតិចទៅនិងផ្កាស្នោទៅបងប្អូនដើម្បីច្បុកច្បល់លាយចូលគ្នាទៅចាមានជីថ្មិញណាផងដែរបងប្អូនចាញោមដូចតែញោមយើងទេបងប្អូនអត់ខុសគ្នាទេគាត់ថាបន្លែរៀងមិចបន្តិចចាចាប់ឆាយបន្តិចណាបងប្អូនចាបើសម្
សម្រាប់ញោមគឺអត់ខុសគ្នាទេរសជាតិដូចគ្នាដែរចាមើលបងប្អូនអើយកោវឹកអត់ទៅដាក់មកសួរទេគឺពេញអស់ហើយចាដៃខ្ញុំក៏តូចទៀតចាដាក់មកសួរមកគឺថាណែនតាន់តាប់ចឹងតែម្ដងចាឥឡូវដាក់មកសួរដាក់អីហើយបងអូនថាបងអើយទំនងដល់ហើយកោវឹកនឹងទុនបន្លែអស់ហើយចាគឺថាក្បាក់ទូចពេកគោអត់សូវសាប់គ្រឿងចឹងណាបងប្អូនចាហើយសម្រាប់ផ្ទះបាយនេះខ្ញុំដូចបងប្អូនបានឃើញចឹងរៀងច្បុកច្បល់ញ៉ៃបន្តិចហើយចាបងប្អូនក៏អ្នកមកថតឲ្យទៀតនិយាយថាជាតិណាបងប្អូនឲ្យដាក់បន្លែដាក់ជីគ្រប់មុខមកនិយាយថាក្លិនគេនឹងឈ្ងុយចាវីដេអូនេះខ្ញុំណាទីបញ្ចប់ផងដែរអរគុណបងប្អូនដែលតាមដានតាមដើមរហូតដល់ចប់ចា